បើទោះបីជាមួយរយៈពេលថ្មីនេះការប្រកួតរបស់ឡាយចន្ទ្រាមិនសូវជាសមប្រកបដោយរងបរាជ័យជាញឹកញាប់និងទទួលរងពាក្យរិះគន់ពីអ្នកគាំទ្រជាច្រើនក៏ដោយកីឡាករដែលធ្លាប់ជាជើងខ្លាំងលំដាប់ប្រទេសរូបនេះបានបង្ហាញពីការត្រៀមខ្លួននិងការវឹកហាត់យ៉ាងខ្លាំងសម្រាប់ការប្រកួតចុងសប្តាហ៍ខាងមុខចន្ទ្រាបានបញ្ជាក់ថាការប្រកួតលើកនេះគឺជាឱកាសមួយក្នុងការស្ដារកេរ្តិ៍ឈ្មោះរបស់ខ្លួនត្រឡប់មកវិញបន្ទាប់ពីមួយរយៈពេលចុងក្រោយធ្លាក់ទម្រង់ប្រកួតកីឡាកររបស់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេសបានប្រាប់ថាការឡើងទម្ងន់និងធ្លាក់ទម្រង់ប្រកួតមិនមែនមកពីការខ្វះវិន័យឬការមិនខំវឹកហាត់ឡើយប៉ុន្តែដោយសាររាងកាយដែលដល់វ័យមួយពិបាកនឹងស្ដារឡើងវិញគាត់បានបញ្ជាក់ថារាងកាយមនុស្សម្នាក់ៗខុសគ្នាហើយมันអាចធ្វើឲ្យមានទម្រង់ល្អបានតាមចិត្តដែលចង់បានគ្រប់ពេលនោះទេទោះបីជាយ៉ាងណាក៏ដោយសម្រាប់ការប្រកួតលើកនេះកីឡាករមកពីទឹកដីខេត្តកំពង់ស្ពឺបាននិយាយថាបានវឹកហាត់គ្រប់គ្រាន់និងត្រៀមខ្លួនពេញលេញក្នុងការជួបប្រកួតជាមួយនឹងកីឡាករអរ៉ង់ដោយដាក់ក្តីសង្ឃឹម 60% ថានឹងអាចបង្ហាញលទ្ធផលល្អនិងមិនឲ្យអ្នកគាំទ្រខកចិត្តឡើយគឺអារម្មណ៍សប្បាយចិត្តបានប្រកួតហើយបងប្អូនចាំបងបានស្អីស្គាល់ភាសាជួបច្រើនការត្រៀមខ្លួនគឺធម្មតាបងហើយខាត់បានជាប់រកធំបើបងគឺបារម្ភចិត្តតែបារម្ភមកតែដោយសារយើងកំពុងតែលក្ខណៈថាស្មាត់គឺបងធ្លាក់ចុះតិចគឺអត់ទាន់ដឹងបងចាំមើលនៅលើសង្វៀនប្រាំងអស់ស្មាត់60%គឺអត់ទាន់ដឹងទេបងតែនឹងខំប្រឹងធ្វើឲ្យបានល្អគឺផ្លេចចូលរួមមើលការប្រកួតរបស់ខ្ញុំនៅសប្តាហ៍នេះនៅស្ថានីយ៍ទូប៉ុស្តិ៍ PNN កុំភ្លេចចូលរួមទាំងអស់គ្នាឲ្យលើកទឹកចិត្តដល់កីឡាករគុនខ្មែរចំពោះការប្រកួតរវាងជើងខ្លាំងគុនខ្មែរឡាវចន្ទ្រាជាមួយនឹងកីឡាករមកពីប្រទេសម៉ារ៉ុក Mohamed Atlas នឹងធ្វើឡើងក្នុងប្រភេទទម្ងន់72គីឡូក្រាមក្នុងកម្មវិធី Boost King of Power គុនខ្មែរនៅថ្ងៃសៅរ៍ទី22ខែវិច្ឆិកាឆ្នាំ2025